មានបងប្អូនជាច្រើនក៏បានឆាតមកសួរខ្ញុំថាតើខ្ញុំនឹងមានបរៀនធ្វើភ្លេងអត់ខ្ញុំសុំទោសអ្នកនរគ្នាខ្ញុំនៅក្រៅប្រទេសខ្ញុំអត់មានពេលគ្រប់គ្រាន់ដើម្បីបង្រៀនអ្នកនរគ្នាក៏ប៉ុន្តែអ្នកនរគ្នាអាចចូលទៅ live page ខ្ញុំនៅក្នុង Facebook នៅក្នុង YouTube បាន page ហ្នឹងគឺខ្ញុំបានបង្រៀនវីដេអូខ្លីៗក្នុងការធ្វើភ្លេងក្នុងការចាក់ភ្លេងអ្វីទាំងអស់ដែលតាក់ទងជាមួយតន្ត្រីមិនថាសុខភាពផ្លូវចិត្តក្នុងការផលិតតន្ត្រីមិនថាទំនាក់ទំនងនឹងគំនិតមិនថាការបង្កើតសមត្ថភាពពិសេសខ្ញុំចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជាសិល្បករ full time whatever ដែល relate ជាមួយនឹង music អ្វីដែលខ្ញុំមាននៅក្នុងខួរក្បាលខ្ញុំចែកជូនដល់បងប្អូនទាំងអស់គ្នាដែលគាត់ចង់សិក្សាអំពីភ្លេងអរគុណមែនទែនបងប្អូនទាំងអស់គ្នាដែលគាត់គ្រប់គ្រង page របស់ខ្ញុំ Villain Vishia ខ្ញុំតែបង្កើតបានរយៈពេលប្រហែលទេមានបងប្អូនជាច្រើនគាត់សប្បាយចិត្តហើយគាត់ enjoy មួយ content ហើយខ្ញុំក៏សប្បាយចិត្តដូចគ្នាដែលខ្ញុំបានមានឱកាសធ្វើ content នេះជូនដល់អ្នកទាំងអស់គ្នាពីព្រោះអីវាគឺជាគោលបំណងមួយរបស់ខ្ញុំដែលខ្ញុំចង់ចែករំលែកចំណេះដឹងទៅដល់អ្នកទាំងអស់គ្នាពីព្រោះអីខ្ញុំនៅចាំបានថាពេលដែលខ្ញុំអត់ចេះអីទាំងអស់សួរគេក៏គេមិនប្រាប់នៅក្នុងស្រុកយើងអ្នកទាំងអស់គ្នាអាចដឹងហើយខ្ញុំនិយាយពីចំណុចហ្នឹងនៅក្នុង industry យើងគឺគេអត់ទាន់បើកខួរក្បាលទូលំទូលាយបើកចិត្តឲ្យទូលំទូលាយទេគឺភាគច្រើនគឺគេនៅបិទគំនិតអាហ្នឹងគឺជាសិទ្ធិរបស់បងប្អូនបុគ្គលមួយការគិត mindset របស់មនុស្សម្នាក់ប៉ុន្តែសម្រាប់ខ្ញុំបង្កើត page នេះឡើងបង្រៀនបងប្អូនទាំងអស់គ្នានៅក្នុងsocial media នេះគឺខ្ញុំបានចង់បានអីមកវិញទេគឺគ្រាន់ថាគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ជួយខ្មែរយើងជាពិសេសសិល្បករបងប្អូនយើងដែលគាត់ស្រឡាញ់វិស័យនេះឲ្យគាត់បានសិក្សាស្វែងយល់ហើយគាត់បង្កើនសមត្ថភាពទៅមុខទៀតខ្ញុំដឹងថាបងប្អូនខ្លះគាត់អត់បកកាយភាសាបរទេសគាត់អត់បកកាយទេអញ្ចឹងទៅគាត់មានភាពពិបាកក្នុងការសិក្សាស្វែងយល់អញ្ចឹងបានវាធ្វើឲ្យខ្ញុំមានចិត្តមួយថានៅពេលដែលខ្ញុំចេះនៅពេលដែលខ្ញុំគ្រាន់បើខ្ញុំនឹងទៅជួយបងប្អូនខ្ញុំនៅក្នុងវិស័យនេះខ្ញុំជួយសិល្បករឬក៏ខ្ញុំជាបណ្ដុះគំនិតផ្សេងៗនិងខ្ញុំជះឥទ្ធិពលល្អៗទៅឲ្យអ្នកជំនាន់ក្រោយបានឃើញខ្ញុំចង់ប្រាប់ថាអ្នកខ្លះទោះបីជាគាត់ខូចប៉ាល់ដែរបាសាយប៉ុន្តែគាត់បានមកស្រឡាញ់នៅវិស័យភ្លេងអាចផ្លាស់ប្ដូរជីវិតគាត់ទៅជាមនុស្សផ្សេងមនុស្សដទៃក៏យើងអាចមើលឃើញដែរ